នរណាខ្លះបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ជីកង់ដើម្បីបរិស្ថាននិងសុខភាពកុមារឆ្នាំទី12របស់មន្ទីរពេទ្យកុមារអង្គរបើសិនជាបានចុះឈ្មោះចូលរួមហើយតោះទៅមើលអំពីរបៀបត្រៀមខ្លួនជីកង់ជាពិសេសគឺសម្រាប់អ្នកដែលទៅនឹងជីកង់ថ្មីថ្មោងចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាគួរចាប់អារម្មណ៍មុនពេលធ្វើដំណើរជីកង់ទី1គឺប្រាំងទី2គឺខ្យល់ក្នុងសម្បកកង់របស់យើងហើយនិងទី3គឺកម្ពស់កែបកង់ស្លៀកសម្លៀកបំពាក់កីឡាដើម្បីផាសុខភាពដើម្បីងាយស្រួលហើយកុំភ្លេចពាក់មួកសុវត្ថិភាពផងដែរចាំហើយណាយើងគួរតែមានដបទឹកមួយដាក់តាមខ្លួនដើម្បីបំពេញជាតិទឹកដែលបាត់បង់ក៏ដូចជាដើម្បីជួយបំបត្តិបាននូវភាពនឿយហត់ផងដែរត្រូវចាំថាយើងជិះកង់ដើម្បីទទួលបានបទពិសោធន៍ថ្មីនិងមើលទេសភាពតាមដងផ្លូវកុំទាន់អាប់ដោតទៅលើរបួសរបស់កង់ខ្លាំងពេកកុំភ្លេចត្រៀមខ្លួននិងចុះឈ្មោះចូលរួមក្នុងកម្មវិធីជិះកង់របស់មន្ទីរពេទ្យកុមារអង្គរនៅថ្ងៃអាទិត្យទី16 ខែសីហាខាងមុខនេះតោះចូលរួមទាំងអស់គ្នា